សូមជម្រាបសួរហើយសូមស្វាគមន៍បងប្អូនអរទាំងអស់ដែលបានរំលែកពេលនៅថ្ងៃប្រហ័សនេះជួបជុំគ្នាដើម្បីនឹងសិក្សាព្រះបន្ទូលព្រះនិងស្វែងយល់នៅសេចក្តីពិតដែលមាននៅក្នុងជំនឿដែលជឿព្រះយេស៊ូវគ្រីស្ទអរព្រះគុណព្រះអង្គសូមបានសម្រុំចិត្តអធិដ្ឋានសូមព្រះពរព្រះមុនដែលយើងនឹងសិក្សាព្រះបន្ទូលព្រះអង្គជាមួយគ្នានៅថ្ងៃនេះព្រះយេស៊ូវឲ្យគុំអរព្រះគុណព្រះអង្គដែលទ្រង់ប្រទានឲ្យគុំយើងខ្ញុំបានរំលែកពេលជួបជុំគ្នាសិក្សាស្វែងយល់នៅសេចក្តីពិតដែលមាននៅក្នុងជំនឿដែលជឿដល់ព្រះអង្គជាព្រះអម្ចាស់និងជាព្រះអង្គសង្គ្រោះនៃជីវិតของគុំយើងខ្ញុំសូមវត្តមានព្រះអង្គបានគុំជាតិអតិបតីនៃកណ្ដាលចំណោមของគុំយើងខ្ញុំទាំងអស់គ្នាយ៉ាងប្រទានឲ្យគុំយើងខ្ញុំបានមានចិត្តដែលទ្រង់ព្រៀបដើម្បីស្ដាប់នៅព្រះសូរសៀងព្រះអង្គហើយទ្រង់សពប្រតិមានបន្ទូលមកដល់ចិត្តของគុំយើងខ្ញុំតើគឺម្នាក់តាមរយៈការសិក្សានៃព្រះបន្ទូលព្រះអង្គនៅថ្ងៃនេះគឺបង្គំអរព្រះគុណដែលសូមអធិដ្ឋានទូលថ្វាយគ្រប់ការទាំងអស់ក្នុងព្រះនាមដ៏មានអំណាចព្រះចេស្តារបស់ព្រះអង្គគឺជាព្រះនាមព្រះយេស៊ូវគ្រីស្ទអរគុណព្រះអង្គជាបន្តទៅទៀតនៅថ្ងៃនេះយើងនឹងសិក្សាជាមួយគ្នានៅមេរៀនមួយដែលមានចំណងជើងថាការស្វែងយល់នៅគោលជំនឿនៃគ្រីស្ទបរិស័ទនិងព្រះបន្ទូលព្រះនៅក្នុងបទគម្ពីរអេភេសូរជំពូក2ខ8បិទគឺដោយព្រះគុណដែលអ្នករាល់គ្នាបានសង្គ្រោះដោយសារសេចក្តីជំនឿហើយសេចក្តីនោះក៏មិនមែនកើតពីអ្នករាល់គ្នាដែរគឺជាអំណោយទានរបស់ព្រះវិញនៅក្នុងខគម្ពីរនេះខ្ញុំបានសរសេរជាអក្សរក្រហមសង្គ្រោះសេចក្តីជំនឿជាពាក្យដែលសំខាន់ខ្ញុំសូមអានឡើងវិញត្បិតគឺដោយព្រះគុណដែលអ្នករាល់គ្នាបានសង្គ្រោះដោយសារសេចក្តីជំនឿហើយសេចក្តីនោះក៏មិនមែនកើតពីអ្នករាល់គ្នាដែរគឺជាអំណោយទានរបស់ព្រះវិញទំព័រ3សម្បានមើលនៅក្នុងបទគម្ពីររ៉ូមជំពូក10នៅក្នុងខ17ដូច្នេះសេចក្តីជំនឿកើតឡើងដោយឮហើយដែលឮនោះគឺដោយសារព្រះបន្ទូលនៃព្រះបើសិនជាបងប្អូនលោកមើលនៅក្នុងទំព័រ2ពីអេភេសូរជំពូក2ខ8ត្បិតគឺដោយព្រះគុណដែលអ្នករាល់គ្នាបានសង្គ្រោះដោយសារសេចក្តីជំនឿសង្គ្រោះគឺសង្គ្រោះរួចពីអំពើបាបជំនឿគឺជាជំនឿដែលជឿព្រះយេស៊ូវគ្រីស្ទត្បិតគឺដោយព្រះគុណដែលអ្នករាល់គ្នាបានសង្គ្រោះដោយសារសេចក្តីជំនឿហើយសេចក្តីនោះក៏មិនមែនកើតពីអ្នករាល់គ្នាដែរគឺជាអំណោយទានរបស់ព្រះវិញហើយនៅទំព័រ3គម្ពីររ៉ូមជំពូក10ខ17ដូច្នេះសេចក្តីជំនឿកើតឡើងដោយឮហើយដែលឮនោះគឺដោយសារព្រះបន្ទូលនៃព្រះទំព័រ4ព្រះបន្ទូលនៃព្រះក្នុងជំនឿនៃគ្រីស្ទបរិស័ទគឺមានកត់ត្រាទុកក្នុងសៀវភៅមួយហៅថាព្រះគម្ពីរប៊ីបដូច្នេះព្រះគម្ពីរប៊ីបគឺជាសៀវភៅដែលកត់ទុកនៅព្រះបន្ទូលរបស់ព្រះក្នុងជំនឿនៃគ្រីស្ទបរិស័ទទំព័រ5ព្រះគម្ពីរប៊ីបភាសាបារាំងហៅថា La Sainte Bible ឬក៏ភាសាអង់គ្លេសហៅថា The Holy Bible សំណួរទី1សួរថាតើព្រះគម្ពីរប៊ីបក្នុងជំនឿគ្រីស្ទបរិស័ទប្រូតេស្តង់ឈ្មោះហៅថាព្រះគម្ពីរអ្វីគឺឈ្មោះហៅថាព្រះគម្ពីរប៊ីបសំណួរទី2តើព្រះគម្ពីរក្នុងជំនឿគ្រីស្ទបរិស័ទកាតូលិកមានប៉ុន្មានកាន់មាន73កាន់សំណួរទី3សួរថាតើព្រះគម្ពីរក្នុងជំនឿគ្រីស្ទបរិស័ទប្រូតេស្តង់មានប៉ុន្មានកាន់គឺមាន66កាន់ទី4សំណួរសួរថាតើព្រះគម្ពីរបរិសុទ្ធជាព្រះគម្ពីរប៊ីបឬទេចម្លើយព្រះគម្ពីរបរិសុទ្ធគឺជាព្រះគម្ពីរប៊ីបក្នុងជំនឿនិកាយប្រូតេស្តង់សំណួរទី5សួរថាតើព្រះគម្ពីរដ៏វិសុទ្ធជាព្រះគម្ពីរប៊ីបឬទេព្រះគម្ពីរដ៏វិសុទ្ធជាព្រះគម្ពីរប៊ីបក្នុងជំនឿនិកាយកាតូលិកដែលដកយក66កាន់ចេញពី73កាន់នៃព្រះគម្ពីរកាតូលិកព្រះគម្ពីរណាដែលមាន66កាន់ហៅថាជាព្រះគម្ពីរប៊ីបបានជានៅក្នុងសំណួរទី4សួរថាតើព្រះគម្ពីរបរិសុទ្ធជាព្រះគម្ពីរប៊ីបឬទេជាព្រះគម្ពីរប៊ីបក្នុងជំនឿនិកាយប្រូតេស្តង់សំណួរទី5តើព្រះគម្ពីរដ៏វិសុទ្ធជាព្រះគម្ពីរប៊ីបឬទេជាព្រះគម្ពីរប៊ីបក្នុងជំនឿនិកាយកាតូលិកដែលដកយក66កាន់ចេញពី73កាន់នៃព្រះគម្ពីរកាតូលិក6សំណួរសួរថាតើគោរមងារជាបូជាចារជាគោរមងារនៅក្នុងព្រះវិហារណាគោរមងារនៅក្នុងគោរមងារបូជាចារជាគោរមងារនៅក្នុងព្រះវិហារកាតូលិកសំណួរទី7សួរថាតើគោរមងារជាគ្រូគង្វាលជាគ្រូមងារនៅក្នុងព្រះវិហារណាចម្លើយគោរមងារជាគ្រូគង្វាលជាគ្រូមងារនៅក្នុងព្រះវិហារប្រូតេស្តង់8សំណួរទី8សួរថាតើគោលជំនឿនៃព្រះវិហារកាតូលិកខុសពីគោលជំនឿនៃព្រះវិហារប្រូតេស្តង់ឬទេចម្លើយ
គោលជំនឿនៃព្រះវិហារកាតូលិកខុសពីគោលជំនឿនៃព្រះវិហារប្រូតេស្តង់និកាយទាំងពីរនេះខុសគ្នាទាំងស្រុងហើយបើសិនជាយើងរាប់ពីការខុសគ្នាគឺខុសគ្នាដូចមេឃហើយនឹងដីគឺមានន័យថាអត់ប្រហាក់ប្រហែលគ្នាទេនេះជាសំណួរដែលតាក់ទងទៅនឹងព្រះគម្ពីរប៊ីបក្នុងជំនឿនៃគ្រីស្ទបរិស័ទទំព័រទី18សូមបានមើលពីការបកប្រែព្រះគម្ពីរជាភាសាខ្មែរហើយនៅក្នុងការបកប្រែព្រះគម្ពីរជាភាសាខ្មែរមានបកប្រែមកជាភាសាខ្មែរសម្រ័យនិងបកប្រែមកជាភាសាខ្មែរបច្ចុប្បន្នក្នុងការបកប្រែព្រះគម្ពីរជាភាសាខ្មែរសម្រ័យនិងភាសាខ្មែរបច្ចុប្បន្នមួយគឺមានបោះពុម្ពផ្សាយក្នុងឆ្នាំ1993ដែលមានចំនួន27កាន់ហើយមួយទៀតបោះពុម្ពផ្សាយក្នុងឆ្នាំ1997ដែលមាន73កាន់ហើយមួយទៀតបោះពុម្ពផ្សាយក្នុងឆ្នាំ2005ដែលមានចំនួន66កាន់នេះគឺជាព្រះគម្ពីរជាភាសាខ្មែរដែលបញ្ជាក់ថាជាភាសាខ្មែរសម្រ័យនិងជាភាសាខ្មែរបច្ចុប្បន្នសំណួរខាងក្រោមសួរថាតើព្រះគម្ពីរទាំងអស់នេះបានបកប្រែដឹកនាំដោយក្រុមណាហើយតើបកប្រែតាមគោលជំនឿសម្រាប់ប្រើនៅព្រះវិហារណាទំព័រទី19សូមបានមើលព្រះគម្ពីរសម្ព័ន្ធមេត្រីថ្មីដែលពីមុនបកប្រែមុនដាក់ជាសញ្ញាថ្មីប៉ុន្តែបកប្រែបោះពុម្ពផ្សាយជាភាសាខ្មែរសម្រ័យនៅក្នុងឆ្នាំ1993ដែលមាន27កាន់គឺដាក់ជាគម្ពីរសម្ព័ន្ធមេត្រីថ្មីហើយព្រះគម្ពីរសម្ព័ន្ធមេត្រីថ្មីជាភាសាខ្មែរសម្រ័យដែលបោះពុម្ពផ្សាយនៅក្នុងឆ្នាំ1993ដែលមាន27កាន់គឺបកប្រែដឹកនាំដោយសង្ឃកាតូលិកតាមគោលជំនឿនៃព្រះវិហារកាតូលិកទំព័រ20ព្រះគម្ពីរមួយទៀតជាព្រះគម្ពីរខ្មែរសម្រ័យដែលមានព្រះគម្ពីរសម្ព័ន្ធមេត្រីចាស់បូកនឹងព្រះគម្ពីរសម្ព័ន្ធមេត្រីថ្មីបូកនឹងទុតិយកម្មបោះពុម្ពផ្សាយនៅក្នុងឆ្នាំ1997មានចំនួន73កាន់គឺជាព្រះគម្ពីរកាតូលិកហើយព្រះគម្ពីរ73កាន់ដែលជាព្រះគម្ពីរកាតូលិកនេះគឺបកប្រែដឹកនាំឲ្យសង្ឃកាតូលិកតាមគោលជំនឿនៃព្រះវិហារកាតូលិកបានជានៅពេលដែលបងប្អូនទៅព្រះវិហារកាតូលិកគឺគេប្រើព្រះគម្ពីរខ្មែរសម្រ័យដែលបោះពុម្ពផ្សាយនៅក្នុងឆ្នាំ1997ដែលមានចំនួន73កាន់ជាព្រះគម្ពីរកាតូលិកទំព័រ21ព្រះគម្ពីរដ៏វិសុទ្ធដែលដាក់ថាជាព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្នដែលមានព្រះគម្ពីរសម្ព័ន្ធមេត្រីចាស់និងព្រះគម្ពីរសម្ព័ន្ធមេត្រីថ្មីដែលបោះពុម្ពផ្សាយក្នុងឆ្នាំ2005មានចំនួន66កាន់66កាន់គឺដកយកចេញពី73កាន់នៃព្រះគម្ពីរកាតូលិកដូច្នេះព្រះគម្ពីរដ៏វិសុទ្ធនឹងគឺជាព្រះគម្ពីរដែលមាន66កាន់បោះពុម្ពផ្សាយចាប់ផ្ដើមនៅក្នុងឆ្នាំ2005ដែលដកចេញ73កាន់ពីព្រះគម្ពីរកាតូលិកមកហើយព្រះគម្ពីរនេះគេដឹកនាំការបកប្រែដោយសង្ឃកាតូលិកតាមគោលជំនឿនៃព្រះវិហារកាតូលិកទំព័រ22នេះជានិទានកថាដែលមាននៅក្នុងព្រះគម្ពីរសម្ព័ន្ធមេត្រីដែលនៅក្នុងព្រះគម្ពីរខ្មែរសម្រ័យខ្ញុំអាននៅក្នុង highlight ពណ៌លឿងដើម្បីសម្របសម្រួលឲ្យបងប្អូនគ្រីស្ទបរិស័ទទូទៅខាងនិកាយប្រូតេស្តង់អាចទទួលយកព្រះគម្ពីរបកប្រែថ្មីនេះយកទៅប្រើដែរនោះខាងក្រោមឃ្លាប្រយោគក្នុងព្រះគម្ពីរជាភាសាខ្មែរបច្ចុប្បន្ននេះមានលក្ខណៈដូចព្រះគម្ពីរជាភាសាខ្មែរសម្រ័យឆ្នាំ1997ដូច្នេះព្រះគម្ពីរដ៏វិសុទ្ធនេះគឺជាព្រះគម្ពីរដែលដកយកចេញពីព្រះគម្ពីរកាតូលិកភាសាខ្មែរសម្រ័យនឹងឆ្នាំ1997ហើយសម្រួលយកមកឲ្យបងប្អូនគ្រីស្ទបរិស័ទក្នុងនិកាយប្រូតេស្តង់យកទៅប្រើបានយកតែ66កាន់មកបើយក73កាន់គឺជាព្រះវិហារកាតូលិកដូច្នេះគឺដកស្រង់ដកយកមកតែ66កាន់ទេដើម្បីនឹងឲ្យខាងប្រូតេស្តង់ប្រើហើយដល់ប្រើទៅគឺប្រើគោលជំនឿកាតូលិកតែម្ដងកាលណាប្រើព្រះគម្ពីរ66កាន់ដែលដកចេញពី73កាន់នៃព្រះវិហារនៃព្រះគម្ពីរកាតូលិកនោះសូមបានមើលដល់ទំព័របន្ទាប់ទំព័រ23
នេះគឺជាគណៈកម្មការបកប្រែព្រះគម្ពីរកាតូលិកទាំងព្រះគម្ពីរបោះពុម្ពផ្សាយឆ្នាំ1993បោះពុម្ពផ្សាយឆ្នាំ1997ហើយបោះពុម្ពផ្សាយនៅក្នុងឆ្នាំ2005នេះជាគណៈកម្មការបកប្រែដែលចាប់ផ្ដើមបកប្រែព្រះគម្ពីរជាភាសាខ្មែរសម្រាប់ហ្នឹងគណៈកម្មការបកប្រែគឺមានឈ្មោះលោកព្រំច័ន្ទលោកពឹងសុធំធីវីលោកបូជាចាលោកហ្វ្រង់ស្វាប៉ុងសូខ្ញុំបានមើលនៅក្នុងទំព័រ24ដែលពង្រីកធំស្រួលនឹងមើលបាទនេះគណៈកម្មការបកប្រែលោកព្រំច័ន្ទជាគ្រីស្ទៀនខ្ញុំស្គាល់ជួបជាមួយគាត់នៅប្រទេសបារាំងលោកអឹងសុខុមធីវីមិនមែនជាគ្រីស្ទៀនទេជាអ្នកដែលកាន់ព្រះពុទ្ធសាសនាខ្ញុំអត់បានឃើញមុខគាត់ទេប៉ុន្តែលោកហ្វ្រង់ស្វាប៉ុងសូគឺជាកាតូលិកហើយលោកគ្រូគង្វាលសុញបរុនជាអ្នកជឿព្រះឥឡូវនេះគាត់មានងារជាបូជាចារហើយគាត់ដែលបកប្រែព្រះគម្ពីរដំបូងហ្នឹងគឺមានឈ្មោះជាគ្រូមានគោរមងារជាគ្រូគង្វាលប៉ុន្តែឥឡូវនេះបើសិនជាបងប្អូនមើលឈ្មោះគាត់ដែលមាននៅក្នុងកម្មវិធីនីមួយគឺឈ្មោះគាត់ឡើងបដូរពីគ្រូគង្វាលមកដល់បូជាចារហើយនៅទំព័រ25សូមបានមើលនេះជារូបភាពរបស់ផងលោកហ្វ្រង់ស្វាប៉ុងសូហើយរូបភាពមួយទៀតគឺជារូបភាពគណៈកម្មការបកប្រែទាំង4នាក់ហ្នឹងមានលោកព្រំច័ន្ទមានលោកហ្វ្រង់ស្វាប៉ុងសូមានលោកសុញបរុនហើយមានលោកឈឹងសុគមធីវីហើយខាងក្រោមគឺជារូបថតដែលលោកសុញបរុនថតជាមួយនឹងលោកហ្វ្រង់ស្វាប៉ុងសូទំព័រ26គឺជារូបភាពរបស់ផងលោកសុញបរុនទំព័រ27គឺជារូបភាពរបស់ផងលោកសុញបរុនចែកចាយនៅព្រះវិហារកាតូលិកទំព័រ28ព្រះគម្ពីរភាសាខ្មែរត្រឹមត្រូវតាមគោលលទ្ធិជំនឿនិកាយកាតូលិកគឺជាព្រះគម្ពីរដ៏វិសុទ្ធព្រះគម្ពីរដ៏វិសុទ្ធជាព្រះគម្ពីរដែលបានបកប្រែជាភាសាខ្មែរត្រឹមត្រូវតាមគោលលទ្ធិជំនឿនៃព្រះវិហារកាតូលិកព្រះគម្ពីរដ៏វិសុទ្ធនេះបានដឹកនាំការបកប្រែជាភាសាខ្មែរដោយសង្ឃកាតូលិកឈ្មោះលោកបូជាចារហ្វ្រង់ស្វាប៉ុងសូដែលបានបកប្រែពុម្ពផ្សាយនៅក្នុងឆ្នាំ1997បាន73កាន់ហើយដក66កាន់នោះយកមកដាក់ឈ្មោះហៅថាព្រះគម្ពីរដ៏វិសុទ្ធដូច្នេះព្រះគម្ពីរដ៏វិសុទ្ធនេះគឺជាព្រះគម្ពីរដែលបកប្រែត្រឹមត្រូវតាមគោលជំនឿនៃព្រះវិហារកាតូលិកបានជាបងប្អូននៅក្នុងគោលជំនឿនៃព្រះវិហារប្រូតេស្តង់បើប្រើព្រះគម្ពីរដ៏វិសុទ្ធនេះគឺនាំឲ្យចូលទៅក្នុងគោលលទ្ធិជំនឿកាតូលិកពីព្រោះព្រះគម្ពីរនេះបកប្រែត្រឹមត្រូវតាមគោលជំនឿនៃព្រះវិហារកាតូលិកទំព័រ28សូមបានសិក្សាមើលពីការបកប្រែព្រះគម្ពីរប៊ីបជាភាសាខ្មែរហៅថាព្រះគម្ពីរសញ្ញាថ្មីនិងព្រះគម្ពីរសញ្ញាចាស់ដែលបកប្រែបោះពុម្ពផ្សាយក្នុងឆ្នាំ1954ដែលមានចំនួន67កាន់សំណួរសួរថាតើព្រះគម្ពីរនេះបានបកប្រែដឹកនាំដោយក្រុមណាហើយបកប្រែតាមគោលជំនឿសម្រាប់ប្រើនៅព្រះវិហារណាទំព័រ30នេះគឺជាព្រះគម្ពីរប៊ីបដែលបកប្រែបោះពុម្ពផ្សាយនៅក្នុងឆ្នាំ1954ជាលើកដំបូងទំព័រ31នេះជាសមាជិកគណៈកម្មការដែលបកប្រែព្រះគម្ពីរជាភាសាខ្មែរបោះពុម្ពផ្សាយនៅក្នុងឆ្នាំ1954នៅក្នុងគណៈកម្មការនឹងមានបរទេស5នាក់ហើយមានខ្មែរ4នាក់បរទេស5នាក់មានឈ្មោះលោកគ្រូគង្វាលហាម៉ុងអតើហាម៉ុងលោកគ្រូគង្វាល David Ellison អ្នកស្រី Floyd Patterson លោកគ្រូគង្វាល Harold Secris លោកគ្រូគង្វាល Harry Taylor នេះជាអ្នកបកប្រែជាជនជាតិបរទេសហើយជនជាតិខ្មែរមានលោកគ្រូគង្វាលទ្រីហេងមានលោកគ្រូគង្វាលអ្នកហងមានលោកគ្រូគង្វាលសូឈុំមានលោកគ្រូគង្វាលង៉ែចយហើយទាំងអស់នេះទាំងបរទេសហើយនឹងខ្មែរដែលបកប្រែគណៈកម្មការបកប្រែហ្នឹងគឺអត់មានសិតតែអ្នកដែលមានជំនឿនៅក្នុងគណៈនិកាយប្រូតេស្តង់អត់មានអ្នកណាម្នាក់ដែលជាសមាជិកគណៈកម្មការនៅក្នុងព្រះវិហារកាតូលិកឬក៏ព្រះជំនឿណាផ្សេងទៀតនោះទេសូមបានមើលនៅក្នុងទំព័រ
លេខ32គឺបង្ហាញពីលោក Hammond ហើយនិងលោក Harold Segrist ហើយស្រីគឺជាប្រពន្ធរបស់ផងលោក Hammond ដែលធ្វើការបកប្រែព្រះគម្ពីរបោះពុំផ្សាយឆ្នាំ1954ហ្នឹងបន្ទាប់មកទៀតនៅទំព័រ33គឺជាគ្រួសាររបស់ផងលោក Arthur Hammond ទំព័រ34គឺជាគ្រួសាររបស់ផងលោកគ្រូកងវិល David Ellison ទំព័រ35គឺជាគ្រួសាររបស់ផងអ្នកស្រី Floyd Peterson ទំព័រ36គឺជាលោកគ្រូកងវិល Harry Taylor ហើយនិងភរិយារបស់ផងលោកខាងអ្នកដែលបកប្រែជនជាតិខ្មែរនៅទំព័រ37មានលោកគ្រូកងវិល Tri Heng ឈ្មោះ Tri Hock ហើយនិងលោកគ្រូកងវិលអ្នកហមលោកគ្រូកងវិល Tri Heng ឈ្មោះ Tri Hock ហ្នឹងគឺជាឪពុកមីរបស់ផងខ្ញុំគាត់ជាប្អូនប្រុសរបស់ផងម្ដាយខ្ញុំនៅទំព័រ38គណៈកម្មការដែលបកប្រែព្រះគម្ពីរប៊ីបបោះពុម្ពផ្សាយនៅក្នុងឆ្នាំ1954លោកគ្រូកងវិលង៉ែតចយនិងគ្រួសារហើយលោកគ្រូកងវិលង៉ែតចយគឺជាឪពុកក្មេកខ្ញុំត្រូវជាឪពុករបស់ផងប្រពន្ធខ្ញុំនេះគឺជាគណៈកម្មការដែលបកប្រែព្រះគម្ពីរប៊ីបជាភាសាខ្មែរតាមគោលជំនឿនៃព្រះវិហារប្រូតេស្តង់បោះពុម្ពផ្សាយជាលើកដំបូងនៅក្នុងឆ្នាំ1954ទំព័រ39តើព្រះគម្ពីរជាភាសាខ្មែរដែលជាព្រះគម្ពីរក្នុងគោលជំនឿគ្រីស្ទបរិស័ទប្រូតេស្តង់មានឈ្មោះជាអ្វីនេះជាសំខាន់ដែលខ្ញុំចង់បញ្ជាក់ឲ្យបងប្អូនលោកបានដឹងថាតើព្រះគម្ពីរជាភាសាខ្មែរដែលជាព្រះគម្ពីរក្នុងគោលជំនឿគ្រីស្ទបរិស័ទប្រូតេស្តង់មានឈ្មោះអ្វីគឺមានឈ្មោះជាព្រះគម្ពីរប៊ីបគឺយើងមានឈ្មោះព្រះគម្ពីរដែលយើងប្រើមានឈ្មោះហៅថាព្រះគម្ពីរប៊ីបបានមើលនៅទំព័រ40ទំព័រ40នេះគឺបង្ហាញអំពីការិយាល័យនិងទីស្នាក់ការចែកផ្សាយព្រះគម្ពីរប៊ីបមុនស្រុកធ្លាក់ក្នុងសម័យខ្មែរក្រហមដូច្នេះគឺមានការិយាល័យនិងទីស្នាក់ការចែកផ្សាយព្រះគម្ពីរប៊ីបពីបារាំងហៅ Maison de la Bible ហើយអង់គ្លេសដាក់ Bible House គឺសហគ្រិស្តស្ថានព្រះគម្ពីរប៊ីបដូច្នេះឈ្មោះព្រះគម្ពីរដែលប្រើនៅក្នុងគណៈនិកាយប្រូតេស្តង់ឈ្មោះហៅថាព្រះគម្ពីរប៊ីបដែលមាន66កាន់ទំព័រ41នេះគឺជារូបភាពរបស់ផងលោកគ្រូកងវិលសង្សនប្រធានសមាគមព្រះគម្ពីរប៊ីបហើយនិងលោកគ្រូជំនួយការងារក្នុងមុនស្រុកផ្ទះមុនសម័យខ្មែរក្រហមលោកគ្រូសង្សនពាក់អាវពណ៌លឿងហើយលោកគ្រូមួយទៀតជាជំនួយលោកគ្រូសិនស៊ុំគាត់ជាគ្រូកងវិលមួយនៅព្រះវិហារភ្នំពេញថ្មីនៅក្នុងសម័យមុនខ្មែរក្រហមចូលមកហ្នឹងទំព័រ42នៅក្នុងទំព័រ42បើសិនជាបងប្អូនមើលនៅអារម្មណ៍កថានៃព្រះគម្ពីរខ្មែរសម្រាយគឺមានអារម្មណ៍កថាមួយដែលខ្ញុំគូសនៅរង្វង់ក្រហមសូមបានមើលដល់ទំព័រ43ដែលពង្រីកមកធំព្រះគម្ពីរសម្ព័ន្ធមេត្រីចាស់និងព្រះគម្ពីរសម្ព័ន្ធមេត្រីថ្មីផ្សំគ្នាបានជាព្រះគម្ពីរប៊ីបដូច្នេះអ្នកដែលបកប្រែព្រះគម្ពីរជាភាសាខ្មែរបកប្រែបោះពុម្ពផ្សាយនៅក្នុងឆ្នាំ1993 1997ក៏ទទួលស្គាល់ថាព្រះគម្ពីរសម្ព័ន្ធមេត្រីចាស់និងព្រះគម្ពីរសម្ព័ន្ធមេត្រីថ្មីផ្សំគ្នាហៅថាព្រះគម្ពីរប៊ីបតែគ្រាន់តែគេសរសេរបដីស័ព្ទស្រអីបដាក់ជើងលោដើម្បីបង្ហាញពីសម្លេងប៊ីបលបានជាដាក់ជើងលោបានតែយើងប្រើសប្តាហ៍ថ្ងៃយើងអត់ប្រើជើងលោទេយើងហៅថាព្រះគម្ពីរប៊ីបខ្ញុំបានមើលនៅទំព័រ90ទំព័រ44ទំព័រ44សួរថាតើឈ្មោះព្រះគម្ពីរជាភាសាខ្មែរដែលជាព្រះគម្ពីរក្នុងគោលជំនឿគ្រីស្ទបរិស័ទប្រូតេស្តង់គឺជាព្រះគម្ពីរប៊ីបមិនមែនឈ្មោះព្រះគម្ពីរបរិសុទ្ធមិនមែនឈ្មោះព្រះគម្ពីរដ៏វិសុទ្ធក៏មិនមែនឈ្មោះព្រះគម្ពីរអត់មានឈ្មោះនោះដែរដូច្នេះឈ្មោះព្រះគម្ពីរជាភាសាខ្មែរដែលជាព្រះគម្ពីរក្នុងគោលជំនឿគ្រីស្ទបរិស័ទប្រូតេស្តង់គឺព្រះគម្ពីរប៊ីបមិនមែនឈ្មោះព្រះគម្ពីរបរិសុទ្ធមិនមែនឈ្មោះព្រះគម្ពីរដ៏វិសុទ្ធមិនមែនឈ្មោះព្រះគម្ពីរអត់មានឈ្មោះនោះទេខ្ញុំបានមើលនៅទំព័រ45ព្រះគម្ពីរដែលជាមូលដ្ឋានគ្រឹះនៃជំនឿគ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់មានឈ្មោះហៅថាព្រះគម្ពីរប៊ីបមិនមែនមានឈ្មោះហៅថាព្រះគម្ពីរបរិសុទ្ធឬហៅថាព្រះគម្ពីរដ៏វិសុទ្ធនោះឡើយសូមអរព្រះគុណព្រះអម្ចាស់យេស៊ូវគ្រីស្ទយ៉ាងក្រៃលែងដែលទ្រង់បានប្រទានឲ្យសហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់កម្ពុជា
បានពុះពៀគ្រប់ឧបសគ្គដើម្បីរក្សាគោលជំនឿព្រីបរិស័ទប្រទេសតង់ដោយមានព្រះគម្ពីរប៊ីបជាគោលបកប្រែជាភាសាខ្មែរបោះពុម្ពផ្សាយជាលើកដំបូងក្នុងឆ្នាំ1954ឲ្យបានដឹងច្បាស់នៃឈ្មោះនៃព្រះគម្ពីររបស់ខ្លួនគឺជាព្រះគម្ពីរប៊ីបតមកដល់ទំព័រ46តើព្រះគម្ពីរជាភាសាខ្មែរប្រភេទណាដែលត្រូវជ្រើសរើសជាព្រះគម្ពីរសម្រាប់ប្រើក្នុងជំនឿគ្រិស្តបរិស័ទនិកាយប្រូតេស្តង់ដូច្នេះនៅកន្លែងនេះចង់បញ្ជាក់ថាតើព្រះគម្ពីរជាភាសាខ្មែរប្រភេទណាដែលត្រូវជ្រើសរើសជាព្រះគម្ពីរសម្រាប់ប្រើក្នុងជំនឿគ្រិស្តបរិស័ទនិកាយប្រូតេស្តង់ខ្ញុំបានមើលនៅទំព័របន្ទាប់នៅទំព័រ47គឺមានព្រះគម្ពីរបច្ចុប្បន្នដែលប្រើនៅក្នុងព្រះវិហារប្រូតេស្តង់សប្តាហ៍ថ្ងៃមានព្រះគម្ពីរមួយឈ្មោះហៅថាព្រះគម្ពីរប៊ីបដដាលមានឈ្មោះហៅថាព្រះគម្ពីរបរិសុទ្ធហើយនៅខាងគៀនវិហារមួយទៀតព្រះគម្ពីរដ៏វិសុទ្ធព្រះគម្ពីរដែលប្រើនៅក្នុងគណៈនិកាយប្រូតេស្តង់មិនមែនយើងអត់ប្រើព្រះគម្ពីរដ៏វិសុទ្ធនោះទេដែលគូខ្វែងគឺយើងអត់ប្រើព្រះគម្ពីរដ៏វិសុទ្ធទេពីព្រោះព្រះគម្ពីរដ៏វិសុទ្ធហ្នឹងគឺជាព្រះគម្ពីរប្រើនៅក្នុងជំនឿនិកាយកាតូលិកដែលដកស្រង់66កាន់ពេញពី77កាន់នៃព្រះគម្ពីរកាតូលិកយើងអត់យកមកប្រើទេទោះបីតែដកមកកាន់ក៏យើងអត់យកមកប្រើនៅក្នុងព្រះវិហារប្រូតេស្តង់ដែរហើយព្រះគម្ពីរដ៏វិសុទ្ធនេះគឺដករហូតដល់66កាន់ដូច្នេះបើសិនជាបងប្អូនប្រើព្រះគម្ពីរដ៏វិសុទ្ធគឺបងប្អូនប្រើព្រះគម្ពីរអង្គគោលជំនឿនៃព្រះវិហារកាតូលិកដែលនាំឲ្យច្បុកច្បល់ហើយប្រើព្រះគម្ពីរដ៏វិសុទ្ធហ្នឹងមិនយូរប៉ុន្មានចេញអត្តសញ្ញាណកាតូលិកអត្តសញ្ញាណដូចជាបូជាចារចេញមកហើយតែចេញពីណាមកចេញពីព្រះគម្ពីរដ៏វិសុទ្ធហ្នឹងពីព្រោះព្រះគម្ពីរដ៏វិសុទ្ធហ្នឹងជាព្រះគម្ពីរដែលបកប្រែសម្រាប់ប្រើប្រាស់នៅក្នុងព្រះវិហារកាតូលិកដែលគេបកប្រែបាន73កាន់នៅក្នុងឆ្នាំ1997បាទ1997ដែលបកប្រែបាន73កាន់ប្រើនៅព្រះវិហារកាតូលិកដល់ឆ្នាំ2005គឺគេបានដក66កាន់យកមកឲ្យប្រូតេស្តង់ប្រើបានយើងប្រើអត់កើតទេគម្ពីរដែលប្រើកើតនៅក្នុងព្រះវិហារប្រូតេស្តង់គឺព្រះគម្ពីរប៊ីបនិងព្រះគម្ពីរបរិសុទ្ធប៉ុន្តែយើងអត់ប្រើពាក្យបរិសុទ្ធទេខាងក្នុងដូចគ្នាប៉ុន្តែឈ្មោះមិនមែនឈ្មោះព្រះគម្ពីរបរិសុទ្ធទេគឺព្រះគម្ពីរប៊ីបដូច្នេះព្រះគម្ពីរបរិសុទ្ធហ្នឹងក៏ព្រះគម្ពីរប៊ីបដែរដូច្នេះដែលបងប្អូនអាចនឹងប្រើបានគឺព្រះគម្ពីរប៊ីបនិងព្រះគម្ពីរបរិសុទ្ធប៉ុន្តែខ្ញុំលុបបរិសុទ្ធនឹងចេញហើយនៅពេលដែលខ្ញុំប្រើពីលើកមុនព្រះគម្ពីរបរិសុទ្ធនឹងខ្ញុំបិទបរិសុទ្ធចេញខ្ញុំដាក់ប៊ីបវិញកុំឲ្យច្រឡំពីព្រោះមានឈ្មោះគម្ពីរដែលប្រើនៅក្នុងភាសាខ្មែរព្រះគម្ពីរប៊ីបបាទខ្ញុំបានមើលទៅទំព័រ58ការកែតម្រង់នៃការបកស្រាយព្រះបន្ទូលព្រះគឺកែតម្រង់នៅក្នុងឆ្នាំ1517ដោយលោក Martin Luther នៅទំព័រ49គឺជាសង្ឃកាតូលិកម្នាក់ឬក៏សង្ឃកាតូលិកមួយអង្គនៅក្នុងប្រទេសអាល្លឺម៉ង់ក្នុងឆ្នាំ1917នៅទំព័រ50ព្រះបានប្រើលោក Martin Luther ឲ្យធ្វើការកែតម្រង់ព្រះបន្ទូលរបស់ព្រះឲ្យបានបកស្រាយប្រើអនុវត្តឲ្យតាមត្រឹមត្រូវទំព័រ51សម្បានបើកដល់ទំព័រ51នេះទៅនៅទំព័រ50ឡើយទេទំព័រ51គឺលោក Martin Luther បានសរសេរ thesis ហៅថាជាសារណាឬក៏និក្ខេបបទចំនួន95ពន្យល់បកស្រាយពីការកែតម្រង់ស្ដីអំពីការបកស្រាយព្រះគម្ពីរព្រះបន្ទូលព្រះដើម្បីឲ្យព្រះវិហារកាតូលិកនៅក្នុងសម័យនោះបានកែតម្រង់ពីការអនុវត្តឲ្យត្រូវនឹងព្រះបន្ទូលព្រះលោក Martin Luther មិនមែនជាអ្នកដែលកែព្រះបន្ទូលព្រះទេប៉ុន្តែលោកបានស្រាវជ្រាវនៅក្នុងព្រះគម្ពីរដែលកត់ទុកនៅក្នុងព្រះបន្ទូលព្រះដើម្បីកែតម្រង់ឲ្យបានត្រឹមត្រូវនឹងព្រះបន្ទូលរបស់ព្រះនៅទំព័រ52គឺនៅក្នុងខែ10ឆ្នាំ1917នៅក្នុងថ្ងៃ31ដែលលោក Martin Luther គាត់បានបោះ95 thesis និក្ខេបបទឬសារណានោះនៅលើជញ្ជាំងឲ្យបានដឹងច្បាស់ប៉ុន្តែលោក Martin Luther បានត្រូវគេដេញចេញពីព្រះវិហារកាតូលិកនោះទៅនៅទំព័រ53ដែលមាននៅក្នុងការកែតម្រង់នោះមាននៅក្នុងមួយនៅក្នុងហេព្រើរគម្ពីរហេព្រើរចំពុក4ខ14ដល់ខ16ដែលព្រះយេស៊ូវគ្រីស្ទព្រះអង្គជាសម្ដេចសង្ឃសម្រាប់អ្នកជឿព្រះគ្រប់គ្នាដើម្បីនឹងទូលទៅព្រះតាមរយៈព្រះយេស៊ូវគ្រីស្ទជាសម្ដេចសង្ឃក្រោយដែលព្រះយេស៊ូវព្រះអង្គមានប្រជញ្ញរស់ពីសុគតឡើងវិញគឺព្រះយេស៊ូវទ្រង់ជាសម្ដេចសង្ឃអត់មានសង្ឃណាដែលយើងត្រូវការ
ជាមនុស្សទេប៉ុន្តែនៅក្នុងការអនុវត្តនៅក្នុងព្រះវិហារកាតូលិកគឺនៅមានសម្ដេចសង្ឃមានសម្ដេចបាបហើយបានគ្រប់គ្នាមិនមែនជាសង្ឃទេប៉ុន្តែត្រូវទៅតាមសង្ឃហើយទៅតាមសម្ដេចសង្ឃប៉ុន្តែលោក Martin Luther បានរកឃើញនៅក្នុងព្រះបន្ទូលព្រះអង្គថាសម្ដេចសង្ឃគឺជាព្រះយេស៊ូវគ្រីស្ទតែម្ដងដូច្នេះបានជាលោកកែទម្រង់អត់ឲ្យមានសម្ដេចសង្ឃជាសម្ដេចបាបនៅក្នុងការចូលទៅព្រះទេហើយការនោះឯងហើយនឹងការច្រើនទៀតដែលលោក Martin Luther បានត្រូវបណ្ដេញចេញពីព្រះវិហារកាតូលិកទៅហើយការដែលបណ្ដេញចេញនឹងឯងដែលនាំឲ្យលោក Martin Luther បានរៀបចំទៅជាព្រះបន្ទូលរបស់ផងព្រះដែលជ្រើសរើសយក66កាន់ដើម្បីជាជំនឿប្រូតេស្តង់ទំព័រ54នៅក្នុងឆ្នាំ2017គឺជាខួប500ឆ្នាំនៃការកែតម្រង់គឺការកែតម្រង់នៅគ្រិស្តសករាជ1517ហើយដល់គ្រិស្តសករាជ2017គឺខួប500ឆ្នាំនៃការកែតម្រង់ទំព័រ55មកដល់ឆ្នាំ2025នេះបើសិនជាយើងគិតពីខួបវា508ឆ្នាំហើយការកែតម្រង់គោលជំនឿនៃគ្រិស្តបរិស័ទដោយលោក Martin Luther ក្នុងឆ្នាំ1517បាននាំឲ្យសហគមន៍កាតូលិកបណ្ដេញលោកចេញពីព្រះវិហារកាតូលិកហេតុការណ៍នេះបាននាំឲ្យត្រូវបង្កើតឡើងនៅអង្គការសមាគមព្រះវិហារគ្រិស្តបរិស័ទទូទាំងពិភពលោកក្នុងគោលជំនឿនៃការកែតម្រង់របស់លោក Martin Luther ដែលមានគោលលទ្ធិត្រឹមត្រូវតាមព្រះគម្ពីរប៊ីប66កាន់ហើយព្រះគម្ពីរប៊ីបនេះបានបកប្រែមកជាភាសាខ្មែរបោះពុម្ពផ្សាយក្នុងឆ្នាំ1954ខាងក្រោមដូចនេះក្រុមណាឬបុគ្គលណាដែលប្រកាសប្រឆាំងនៅការកែតម្រង់របស់ផងលោក Martin Luther មិនគួរឲ្យក្រុមនោះឬបុគ្គលនោះមានចំណែកក្នុងការដឹកនាំកម្មវិធីណាមួយរបស់គ្រិស្តបរិស័ទប្រូតេស្តង់ឡើយបើពុំនោះទេនឹងនាំមកនៅភាពច្របូកច្របល់ក្នុងជំនឿគ្រិស្តបរិស័ទប្រូតេស្តង់ជាមិនខានគឺចង់បញ្ជាក់ថាបច្ចុប្បន្ននេះចំពោះខាងកាតូលិកតែម្ដងគឺគេប្រឆាំងនឹងការកែតម្រង់របស់ផងលោក Martin Luther តាំងពីឆ្នាំ1517រហូតមកដល់ឥឡូវនេះគឺគេនៅតែប្រឆាំងអត់ទទួលស្គាល់ដដែលហើយបើសិនជាមានបុគ្គលណាឬក្រុមណានៅស្រុកខ្មែរយើងក្តីបើប្រឆាំងនឹងការកែតម្រង់របស់ផងលោក Martin Luther ដែលព្រះបានប្រើឲ្យលោកធ្វើការកែតម្រង់នេះនៅក្នុងឆ្នាំ1517ក្រុមនោះឬក៏បុគ្គលនោះមិនគួរឲ្យមានសកម្មភាពនៅក្នុងព្រះវិហារក្នុងជំនឿព្រះវិហារប្រូតេស្តង់ទេនាំឲ្យមានការច្របូកច្របល់នៅក្នុងជំនឿគ្រិស្តបរិស័ទប្រូតេស្តង់សូមបានមើលនៅក្នុងទំព័រ56សំណេរខាងលើគឺបានដកស្រង់ពីមួយក្រុមដែលប្រឆាំងនឹងការកែតម្រង់នៃគោលលទ្ធិជំនឿរបស់លោក Martin Luther សំណេរខាងលើនេះខ្ញុំមិនអ្នកសរសេរទេគឺជាមានមួយក្រុមដែលសរសេរសំណេរនេះខ្ញុំគ្រាន់តែ screenshot យកមកតែប៉ុណ្្នឹងឯងស្វែងយល់អំពីក្រុមជំនុំគ្រិស្តបរិស័ទនៅគ្រិស្តសករាជ1517មានការខ្វែងគំនិតគ្នាមួយលើកទៀតក្នុងព្រះសហគមន៍កាតូលិកមានបុព្វជិកមួយចំនួនទាមទារឲ្យមានកំណែទម្រង់នៅក្នុងក្រុមជំនុំដោយថ្នាក់ដឹកនាំកម្ពុជារបស់គ្រិស្តបរិស័ទបដិសេធបុព្វជិកទាំងនោះដែលដឹកនាំដោយលោកបូជាចារ្យ Martin Luther ពីប្រទេសអាល្លឺម៉ង់បានសម្រេចផ្ដាច់ខ្លួនចេញពីព្រះសហគមន៍កាតូលិកបង្កើតចលនាក្រុមជំនុំកែតម្រង់ឬចលនាបដិរូប Reform Church Movement ខាងក្រោមការបាក់បែកគ្នាមិនត្រឹមតែជាទង្វើផ្ទុយបំណងព្រះハរតីរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទប៉ុណ្ណោះទេគឺថែមទាំងបន្សល់ទុកនៅភាពប្រេះឆានិងទុក្ខលំបាកជាច្រើនលើសពីនោះការបាក់បែកក៏ជាស្ថានភាពមួយដ៏អាម៉ាស់ព្រោះគ្រិស្តបរិស័ទពុំបានបំពេញភារកិច្ចរបស់ខ្លួនដែលជាគ្រឹះនៃសេចក្តីពិតនេះជាសំណេររបស់ផងមួយក្រុមដែលប្រឆាំងទាស់នឹងការកែតម្រង់របស់ផងលោក Martin Luther ដែលរាប់ថាជាទង្វើដែលផ្ទុយពីបំណងព្រះハរតីរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទដូច្នេះក្រុមនេះមិនគួរឲ្យមានចំណែកនៅក្នុងការងារណាមួយនៅក្នុងព្រះវិហារជំនឿប្រូតេស្តង់ទេហើយបើសិនជាអនុញ្ញាតឲ្យក្រុមដែលប្រឆាំងទាស់នឹងការកែតម្រង់នៃជំនឿរបស់ផងលោក Martin Luther នេះគោលលទ្ធិជំនឿនេះគឺនាំឲ្យមានភាពច្របូកច្របល់នៅក្នុងព្រះវិហារប្រូតេស្តង់ជាប្រកាន់ទំព័រ57រូបភាពនេះគឺជារូបភាពរបស់ផងលោក Billy Graham បងប្អូនអស់លោកភាគច្រើនស្គាល់លោក Billy Graham លោកបណ្ឌិត Billy Graham
ត្រូវបានទទួលស្គាល់ថាជារៀនច្បងនៃជំនឿក្នុងគ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់ដោយព្រោះលោកបានប្រកាន់យកការកែតម្រង់នៃគោលជំនឿរបស់លោក Martin Luther បើលោកបដិសេធឬស្កោលទោសនៃការកែតម្រង់ជំនឿរបស់លោក Martin Luther នោះលោកបណ្ឌិត Billy Graham នឹងត្រូវបានរាប់បញ្ចូលក្នុងជំនឿនៃគ្រីស្ទបរិស័ទគណៈនិកាយកាតូលិកជាប្រកបដោយសារលោក Billy Graham មិនបដិសេធនៅការកែតម្រង់គោលលទ្ធិជំនឿរបស់ផងលោក Martin Luther បានជាលោករក្សាគោលជំនឿនៅក្នុងសេចក្តីបង្រៀនរបស់ផងលោកគឺតាមគោលជំនឿគោលលទ្ធិការកែតម្រង់របស់ផងលោក Martin Luther បានជាលោកអត់បានត្រូវរាប់បញ្ចូលក្នុងជំនឿនៃគ្រីស្ទបរិស័ទគណៈនិកាយកាតូលិកនោះទេខាងក្រោមនេះមានក្រុមណាឬបុគ្គលណាដែលបដិសេធឬស្កោលទោសនៃការកែតម្រង់គោលជំនឿរបស់ផងលោក Martin Luther ក្រុមនោះឬបុគ្គលនោះប្រៀបប្រមាថដូចជាអ្នកដែលប្រកាន់នៅគោលលទ្ធិជំនឿរបស់ខ្លួននៃព្រះវិហារកាតូលិកដូចនេះហើយមិនគួរអនុញ្ញាតឲ្យមានសកម្មភាពក្នុងការងារបម្រើព្រះក្នុងព្រះវិហារប្រូតេស្តង់ឡើយដើម្បីជៀសវាងនៅភាពច្របូកច្របល់ក្នុងជំនឿគ្រីស្ទបរិស័ទទំព័រ58ប្រវត្តិការកែតម្រង់ជំនឿគ្រីស្ទបរិស័ទបើមិនពេញចិត្តនឹងអនុវត្តគោលជំនឿតាមកែតម្រង់របស់លោក Martin Luther ដែលព្រះបានប្រើលោកទុកជាប្រវត្តិសាស្ត្រនៃជំនឿគ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់ទេសូមកុំរស់នៅបន្លំខ្លួនដូចជាឆ្កែចចកពាក់រោមជៀមដោយដែលព្រះយេស៊ូវមានបន្ទូលក្នុងបទគម្ពីរម៉ាថាយចំពុក7ខ15មានន័យថាបើអត់ពេញចិត្តប្រឆាំងមិនពេញចិត្តនឹងការកែតម្រង់របស់ផងលោក Martin Luther ទេកុំមកបន្លំខ្លួននៅក្នុងព្រះវិហារក្រុមជំនុំដែលគ្រប់គ្រងរក្សាគោលជំនឿតាមការកែតម្រង់របស់ផងលោក Martin Luther ហើយបើសិនជាបន្លំខ្លួនគឺប្រៀបដូចជាឆ្កែចចកពាក់រោមជៀមដែលព្រះយេស៊ូវមានបន្ទូលឲ្យប្រយ័ត្នអំពីឆ្កែចចកពាក់រោមជៀមនៅក្នុងបទគម្ពីរម៉ាថាយចំពុក7ខ15ទំព័រ59tôiបានមើលពីការបកប្រែព្រះនាមព្រះរាជបុត្រានៃព្រះយោងតាមវចនានុក្រមនៃព្រះគម្ពីរដ៏វិសុទ្ធគឺជាព្រះគម្ពីរសម្ព័ន្ធមេត្រីថ្មីនិងព្រះគម្ពីរសម្ព័ន្ធមេត្រីចាស់ជាព្រះគម្ពីរខ្មែរសម្រ័យឬក៏ភាសាខ្មែរបច្ចុប្បន្នបានមើលនៅទំព័របន្ទាប់ពេលសំណេរខាងលើគឺបានដកស្រង់ពីក្រុមមួយដែលប្រឆាំងនឹងការកែតម្រង់នៃគោលលទ្ធិជំនឿរបស់លោក Martin Luther ពេលកែសម្រួលព្រះគម្ពីរដ៏វិសុទ្ធ2005ក្រុមប្រឹក្សាពិបាលរបស់សមាគមព្រះគម្ពីរនៅកម្ពុជាបានមូលមតិគ្នាសម្រាប់យកវចនានុក្រមរបស់សម្ដេចជួនណាតដែលជាវចនានុក្រមផ្លូវការរបស់ព្រះរាជាណាចក្រកម្ពុជាទុកជាមូលដ្ឋានអក្ខរាវិរុទ្ធហេតុនេះហើយបានជាព្រះនាមព្រះយេស៊ូវគ្រីស្ទក្នុងព្រះគម្ពីរខ្មែរសម្រ័យបានត្រូវដូរមកជាព្រះយេស៊ូវគ្រីស្ទគឺអត់មានវសអេជើងតស្របតាមវចនានុក្រមស្របតាមអក្ខរាវិរុទ្ធនៅក្នុងវចនានុក្រមសម្ដេចសង្ឃជួនណាតក៏បានមើលនៅក្នុងទំព័រ61ទៅបានពិចារណាមើលអំពីការអះអាងនៃការសរសេរឈ្មោះយោងតាមវចនានុក្រមខ្មែរ1ការបដូរព្រះនាមព្រះរាជបុត្រានៃព្រះជាភាសាខ្មែរគឺបដូរពីសរសេរព្រះយេស៊ូវមានវរព្រះគ្រីស្ទស្អីជើងតមកព្រះគ្រីស្ទព្រះយេស៊ូវអត់វរព្រះគ្រីស្ទស្អីជើងតដោយយកសំអាងលើវចនានុក្រមទៅបានមើលវចនានុក្រមទាំងអស់គ្នានៅទំព័រ62នេះជាវចនានុក្រមខ្មែរដែលសរសេរដោយសម្ដេចសង្ឃជួនណាតបានមើលនៅទំព័រ63ដែលសរសេរពន្យល់អំពីព្រះយេស៊ូវឬក៏យេស៊ូវគ្រីស្ទយេស៊ូវគឺជានាមសាសនាម្នាក់ជាអ្នកបង្កើតលទ្ធិសាសនាគ្រិស្តជាងឬគ្រីស្ទកើតនៅក្រុងបែតលេហឹមប្រទេសផាឡេស្ទីនក្នុងរវាងពុទ្ធសករាជ545ទទួលមរណភាពក្នុងកាលពុទ្ធសករាជ574ក្នុងអាយុគម្រប់33ឆ្នាំគឺក្នុងរវាងគ្រិស្តសករាជ30ឆ្នាំខាងក្រោមយោងតាមសេចក្តីពន្យល់ក្នុងវចនានុក្រមខ្មែរយេស៊ូវគ្រីស្ទសរសេរអត់វរគ្រីស្ទអេជើងតគឺពន្យល់មកជាសាសនាម្នាក់ជាអ្នកបង្កើតលទ្ធិឬសាសនាគ្រីស្ទជាងឬគ្រីស្ទឲ្យបានទទួលមរណភាពក្នុងអាយុគម្រប់30ឆ្នាំនោះគឺជាមនុស្សម្នាក់ឈ្មោះយេស៊ូវគ្រីស្ទដែលពុំមានចែងទុកក្នុងព្រះគម្ពីរប៊ីបនោះឡើយអ្នកដែលមានចែងទុកក្នុងព្រះគម្ពីរប៊ីបដែលជាព្រះរាជបុត្រានៃព្រះទ្រង់បានយាងមកយកនិស្ស័យជាមនុស្សទ្រង់បានសុគតនៅលើឈើឆ្កាងក្នុងព្រះជន្មប្រមាណ33ឆ្នាំប្រយោជន៍ជាថៃសងអំពើបាបមនុស្សហើយទ្រង់បានមានព្រះជន្មរស់ពីសុគតឡើងវិញនៅថ្ងៃទី3ហើយទ្រង់មានព្រះជន្មរស់នៅសប្តាហ៍ថ្ងៃព្រះនាមទ្រង់
សរសេរជាភាសាខ្មែរដែលបកប្រែមកយេស៊ូវមានវោគ្រីស្ទអីជាងតោមិនមែនជាសាសនាដែលបង្កើតសាសនាគ្រីស្ទជាងឬក៏សាសនាគ្រីស្ទនោះទេដូចនេះគ្រីស្ទបរិស័ទគ្រប់គ្នាដែលថ្វាយបង្គំព្រះក្នុងព្រះវិហារនិកាយប្រទេសតង់សូមមានការប្រុងប្រយ័ត្នក្នុងការសរសេរព្រះនាមព្រះដែលមានចែងទុកក្នុងព្រះគម្ពីរពីដែលជាព្រះនាមដែលជាព្រះរាជបុត្រានៃព្រះគឺត្រូវសរសេរជាយេស៊ូវគ្រីស្ទមានវោគ្រីស្ទស្អីជើងតោដូច្នេះការដែលសរសេរឈ្មោះត្រូវមានការប្រុងប្រយ័ត្នគឺសរសេរព្រះយេស៊ូវអត់វោព្រះគ្រីស្ទស្អីជើងតោគឺសំដៅទៅលើសាសនាម្នាក់នៅដែលបង្កើតលទ្ធិឬក៏សាសនាគ្រីស្ទជាងឬក៏សាសនាគ្រីស្ទដែលស្លាប់អាយុ30ឆ្នាំព្រះយេស៊ូវដែលយើងថ្វាយបង្គំព្រះអង្គមិនមែនជាសាសនាគ្រូបង្រៀនដែលបង្កើតសាសនាមិនមែនយើងជឿលើព្រះអង្គជាគ្រូបង្រៀនបង្កើតសាសនាហើយព្រះអង្គក៏មិនមែនសុគតនៅក្នុងអាយុ30ឆ្នាំនោះដែរព្រះអង្គសុគតនៅក្នុងព្រះជន្មប្រមាណជា33ឆ្នាំដូច្នេះសូមបានមើលពីការយោងនៅវចនានុក្រមខ្មែរដែលបកប្រែឈ្មោះអ្នកឯទៀតសូមបានបើកមកដល់64ចូលទៅ65ទំព័រការអះអាងនៃការសរសេរឈ្មោះយោងតាមវចនានុក្រមខ្មែរពីការសរសេរបដូរនាមមេត្តាព្រះយេស៊ូវជាភាសាខ្មែរគឺបដូរពីដែលបកប្រែម៉ារីមកជាម៉ារីតើសំអាងលើវចនានុក្រមណាមួយវាអត់មានអីសំអាងទេដែលបដូរពីម៉ារីមកពីម៉ារីគឺសំអាងលើព្រះគម្ពីរហ្នឹងគឺសម្រាប់ប្រើនៅព្រះវិហារកាតូលិកអត់មានសំអាងលើវចនានុក្រមទេតែរកវចនានុក្រមបើមានឈ្មោះម៉ារីនោះហើយមានឈ្មោះទៀតដែលបដូរ3នៅទំព័រ66មានការបដូរនាមឈ្មោះជាច្រើននៅខាងក្រោមតើសំអាងលើវចនានុក្រមណាមួយអត់មានវចនានុក្រមណាដែលយោងការបដូរឈ្មោះទាំងអស់នេះទេដូចជាបដូរឈ្មោះពីអាដាមមកអដាមបដូរឈ្មោះពីអាប់រ៉ាហាំមកអប្រាហាំបីស្មាអែលមកអ៊ីស្មាអែលសជាងមកដូរឈ្មោះពីអាម៉ាឡេកឡូហមកអាម៉ាឡេកឡក៏វិញបដូរពីយូហានបាប់ទីសជើងតមកយូហានបាប់ទីសជើងតដូរពីឈ្មោះសរសេរអាណានីសមកអាណាណាស់បដូរពីឈ្មោះសរសេរប៉ូលមកប៉ូលបដូរពីហេរ៉ូតដូមកហេរ៉ូតដូរពីយ៉ាផេតដែលជាកូនលោកណូអេយ៉ាផេតមកយ៉ាផេតដូរឈ្មោះសេតមកឈ្មោះសេតហើយបដូរច្រើនទៀតអត់មានវចនានុក្រមណាយោងទេបានជាព្រះគម្ពីរដែលបកប្រែនៅក្នុងឆ្នាំ1954មិនតែបដូរមកខុសអស់លីអញ្ចឹងពីព្រោះបញ្ជាក់អំពីលក្ខអត្តសញ្ញាណនៃព្រះវិហារសម្រាប់ប្រើនៅព្រះវិហារកាតូលិកមិនមែនរឿងវចនានុក្រមទេសូមបានបើកមកដល់ទំព័រ77សេចក្តីបញ្ជាក់នៃការសរសេរនាមឈ្មោះតួអង្គក្នុងព្រះគម្ពីរយោងតាមអក្ខរាវិរុទ្ធនៃវចនានុក្រមខ្មែរហើយសំអាងនោះបើមានការអះអាងណាមួយថាការបកប្រែនាមឈ្មោះនៃតួអង្គណាមួយក្នុងព្រះគម្ពីរបៀបជាភាសាខ្មែរដោយយោងតាមអក្ខរាវិរុទ្ធនៃវចនានុក្រមខ្មែរទើបជាការត្រឹមត្រូវនោះគឺជាការបន្លំទាំងស្រុងដោយបានបញ្ជាក់នៅនាមឈ្មោះខាងលើនេះជាឧទាហរណ៍ជាក់ស្ដែងស្រាប់ការពិតការដែលបកប្រែព្រះបន្ទូលព្រះជាភាសាខ្មែរដែលសរសេរនាមឈ្មោះខុសគ្នាពីបកប្រែក្នុងព្រះគម្ពីរលើកមុនបោះពុំ1954និងលើកក្រោយ2005គឺដើម្បីបញ្ជាក់អំពីព្រះគម្ពីរបោះពុំផ្សាយជាលើកដំបូងក្នុងឆ្នាំ1954គឺជាព្រះគម្ពីរដែលប្រើក្នុងគោលជំនឿនៃគ្រិស្តបរិស័ទព្រះវិហារប្រូតេស្តង់ហើយព្រះវិហារបោះពុំផ្សាយក្នុងឆ្នាំ2005គឺជាព្រះគម្ពីរដែលប្រើក្នុងគោលជំនឿគ្រិស្តបរិស័ទព្រះវិហារកាតូលិកវិញប៉ុណ្ណោះដូច្នេះយើងអត់មានការដែលឆ្ងល់ដើម្បីទៅចែករកខុសរកត្រូវទេកាលណាប្រើព្រះគម្ពីរដែលបកប្រែឆ្នាំ2005គឺប្រើព្រះគម្ពីរកាតូលិកសម្រាប់ព្រះវិហារកាតូលិកកាលណាបកប្រែព្រះគម្ពីរបកប្រែបោះពុំផ្សាយដំបូងឆ្នាំ2054គឺជាព្រះគម្ពីរបកប្រែសម្រាប់ព្រះវិហារប្រូតេស្តង់ក្នុងគោលជំនឿប្រូតេស្តង់យើងអត់មានពិបាកនឹងទំនាស់រឿងការបកប្រែនឹងទេសូមបានមើលដល់ទំព័រ978បូជាចារនិងព្រឹត្តិបូជាចារបូជាចារគឺជាគោរពមងារនៃសង្ឃកាតូលិកជាអ្នកធ្វើការបម្រើព្រះនៅក្នុងព្រះវិហារកាតូលិកដែលមានការតម្រូវមួយជាចាំបាច់
គឺមិនត្រូវបានជាអ្នកមានប្រពន្ធឡើយបើជាអ្នកមានប្រពន្ធនោះមិនអាចទទួលបាននៅគោរមងារជាបូជាចារបានឡើយគោរមងារមួយទៀតព្រឹកបូជាចារគឺជាបូជាចារមានវ័យចំណាស់ដែលដល់មានវ័យចំណាស់ទៅគេថែមពាក្យមួយទៀតព្រឹកបូជាចារប៉ុន្តែនៅតែបូជាចារដដែលគោរមងារជាបូជាចារឬព្រឹកបូជាចារមិនគួរត្រូវយកមកប្រើក្នុងព្រះវិហារប្រូតេស្តង់នោះឡើយព្រោះអ្នកបម្រើព្រះនៅក្នុងព្រះវិហារនិកាយប្រូតេស្តង់មានសិទ្ធិយកប្រពន្ធបានហើយភាគច្រើនក៏ជាអ្នកមានប្រពន្ធរួចហើយដែរដូចនេះមិនគួរប្រើគោរមងារដែលនាំឲ្យមានភាពច្របូកច្របល់ក្នុងជំនឿគ្រីស្ទបរិស័ទក្នុងព្រះវិហារនិកាយប្រូតេស្តង់ឡើយលើកលែងតែអ្នកនោះមាននិន្នាការនៃព្រះវិហារកាតូលិកប៉ុណ្ណោះហើយបើមាននិន្នាការនៃព្រះវិហារកាតូលិកឲ្យគាត់ទៅព្រះវិហារកាតូលិកទៅយើងអត់មានបញ្ហានឹងគោរមងាររបស់គាត់ដែលប្រើតាមគោរមងារព្រះវិហារកាតូលិកនោះទេបញ្ចប់នៅទំព័រ79អត្តសញ្ញាណសរសេរព្រះនាមព្រះជាភាសាខ្មែរព្រះយេស៊ូវមានវរព្រះគ្រីស្ទស្អីជើងតោប្រើប្រាស់ក្នុងការសរសេរប្រើប្រាស់ក្នុងការសរសេរនៅព្រះវិហារនិកាយប្រូតេស្តង់ហើយបើសរសេរព្រះយេស៊ូវអត់វរព្រះគ្រីស្ទស្អីជើងតោគឺប្រើប្រាស់ក្នុងការសរសេរនៅព្រះវិហារកាតូលិកដូច្នេះបើសិនជាបងប្អូនសរសេរព្រះយេស៊ូវអត់មានវរព្រះគ្រីស្ទស្អីជើងតោគឺជាការដែលគេប្រើសរសេរឈ្មោះព្រះយេស៊ូវជាភាសាខ្មែរនៅព្រះវិហារកាតូលិកកុំយកអត្តសញ្ញាណឈ្មោះសរសេរយ៉ាងដូចនេះនៅក្នុងព្រះវិហារប្រូតេស្តង់ព្រះវិហារកាតូលិកគេអត់សរសេរមានវរហើយព្រះគ្រីស្ទស្អីជើងតោនោះទេកុំឲ្យសរសេរនាំឲ្យច្របូកច្របល់បុគ្គលណាដែលថ្វាយបង្គំព្រះនៅព្រះវិហារនិកាយប្រូតេស្តង់ហើយសរសេរព្រះនាមព្រះជាព្រះយេស៊ូវគ្រីស្ទអត់មានវរស្អីជើងតគឺជាអ្នកដែលធ្វើឲ្យមានការច្របូកច្របល់ក្នុងការប្រើព្រះគម្ពីរប៊ីបជាភាសាខ្មែរដូចនេះមិនគួរឲ្យមានយ៉ាងដូចនេះឡើយត្បិតនៅព្រះវិហារនិកាយកាតូលិកគឺសរសេរព្រះនាមព្រះជាព្រះយេស៊ូវគ្រីស្ទយេស៊ូវអត់វរគ្រីស្ទស្អីជើងតទាំងអស់ឥតមានអ្នកណាឥតមានសរសេរព្រះនាមថាជាព្រះយេស៊ូវមានវរព្រះគ្រីស្ទស្អីជើងតនោះឡើយដូច្នេះខ្ញុំចង់ឲ្យបងប្អូនលោកបានប្រុងប្រយ័ត្នអំពីការនេះដើម្បីកុំឲ្យមានច្របូកច្របល់នៅក្នុងការដែលប្រើព្រះគម្ពីរប៊ីបជាភាសាខ្មែរនៅក្នុងព្រះវិហារប្រូតេស្តង់ខាងព្រះវិហារកាតូលិកគេអត់មានច្របូកច្របល់ទេបងប្អូនអស់លោកទៅរកគោរមងារគ្រូគង្វាលនៅព្រះវិហារកាតូលិករកអត់មានទេប៉ុន្តែទៅរកគោរមងារជាបូជាចារមានហើយដល់គេមករកគោរមងារនៅព្រះវិហារប្រូតេស្តង់គោរមងារគ្រូគង្វាលក៏មានគោរមងារបូជាចារក៏មានហេតុអីបានអញ្ចឹងមកពីយកព្រះគម្ពីរនៅព្រះវិហារកាតូលិកយកមកប្រើម្ល៉េះហើយវាចេញបូជាចារពីមុនយើងអត់ដែលមានគោរមងារបូជាចារនោះទេអញ្ចឹងបងប្អូនដែលមានជំនឿច្បាស់លាស់នៅក្នុងព្រះវិហារនិកាយប្រូតេស្តង់ចំណាំមុខអ្នកណាដែលនាំឲ្យច្របូកច្របល់ចំណាំឈ្មោះអ្នកណាដែលនាំឲ្យច្របូកច្របល់ចំណាំក្រុមអ្នកណាដែលនាំឲ្យច្របូកច្របល់ឲ្យគេចេញពីព្រះវិហារប្រូតេស្តង់ចេញពីការងារនៅក្នុងនិកាយប្រូតេស្តង់ទៅកុំឲ្យមកច្របូកច្របល់នេះដែលជាសំណូមពររបស់ផងខ្ញុំហើយមិនមែនសម្រាប់ខ្ញុំទេគឺសម្រាប់ជំនឿនៃគ្រីស្ទបរិស័ទទាំងមូលតែម្ដងយើងអត់ចង់បានច្របូកច្របល់ទេនៅក្នុងព្រះវិហារកាតូលិកគេអត់ច្របូកច្របល់ទេគេមិនមែនម្ដងសរសេរអញ្ចេះម្ដងសរសេរអញ្ចឹងទេប៉ុន្តែព្រះវិហារប្រូតេស្តង់ក៏យើងចង់បានច្បាស់លាស់ដែរអ្នកណាច្របូកច្របល់សូមកុំឲ្យនៅធ្វើជាឆ្កែចចកពាក់រួមជៀមនាំឲ្យធ្វើឲ្យច្របូកច្របល់នៅក្នុងជំនឿគ្រីស្ទបរិស័ទប្រូតេស្តង់បងប្អូនអរលោកមានសំណួរអាចនឹងទុកនៅសប្តាហ៍ក្រោយដូច្នេះយើងអស់ម៉ោងហើយសូមព្រះបានប្រទានប្រពោលជូនដល់បងប្អូនទាំងអស់គ្នាសូមព្រះបានប្រទានពរសូមបានអធិដ្ឋានព្រះយេស៊ូវឲ្យបង្គំអរព្រគុណដល់ព្រះអង្គដែលទ្រង់ប្រទានឲ្យបង្គំយើងខ្ញុំបានមានឱកាសដើម្បីនឹងស្វែងយល់ពីជំនឿនៅក្នុងគណៈនិកាយកាតូលិកនិងជំនឿនៅក្នុងគណៈនិកាយប្រូតេស្តង់ហើយស្វែងយល់ពីព្រះគម្ពីរប៊ីបដែលប្រើជាភាសាខ្មែរនៅក្នុងគណៈនិកាយកាតូលិកហើយនិងព្រះគម្ពីរប៊ីបដែលប្រើជាភាសាខ្មែរនៅក្នុងគណៈនិកាយប្រូតេស្តង់កុំឲ្យមានការច្របូកច្របល់ដែលនាំឲ្យធ្វើឲ្យវង្វេងនៅការអនុវត្តនៃជំនឿឬក៏ការប្រើប្រាស់នៅក្នុងការអនុវត្តនៃជំនឿនោះឡើយបង្គំអរព្រគុណសូមទូលថ្វាយក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទសូមព្រះប្រទានពរបានអរគុណសូមព្រះប្រទានពរដល់គ្រូអ្នកគ្រូបងប្អូនរួមជាមួយទាំងអស់គ្នាព្រះអង្គអរគុណលោកគ្រូអ្នកគ្រូសូមជម្រាបលាដល់បងប្អូនទៀតទាំងអស់គ្នាសូម